បាទជម្រាបសួរវីដេអូនេះឲ្យចែករំលែកពីការនេសាទបែបបុរាណដែលជាលក្ខណៈគ្រួសារការរកស៊ីចិញ្ចឹមគ្រួសារបែបបុរាណទោះបីបានតិចបានក្នុងកម្រិតណាដែលតិចក៏ដោយគឺយើងអាចការនេសាទបែបអភិរក្សអញ្ចឹងសម្រាប់ច្រករាំងតិលសម្រាប់ផ្ទៃបឹងទន្លេសាបទាំងមូលមិនថាច្រករាំងតិលឬច្រកផ្សេងៗដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលvà ពីក្រសួងមហាផ្ទៃក្នុងការដាក់យោធាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗឃើញថាកត់សម្គាល់ឃើញថាបរិមាណត្រីសម្រាប់ឆ្នាំនេះមិនថាច្រកណាក៏ដោយឲ្យតែក្នុងបឹងផ្ទៃទន្លេសាបគឺឃើញថាកើនឡើងច្រើនមែនទែនដែលធ្វើឲ្យឱកាសក្នុងការនេសាទបែបបុរាណពួកគាត់អាចរកត្រីបានយកមកចិញ្ចឹមជីវិតយកមកលក់ដូរបន្តិចបន្តួចបាទសម្រាប់ចិញ្ចឹមគ្រួសារផងដែរហើយសកម្មភាពនៃការទប់ស្កាត់នេះពិតជាល្អហើយគ្រប់គ្រងរដ្ឋាភិបាលសម្រាប់ទប់ស្កាត់ឆ្នាំបន្តទៅទៀតយើងឃើញថាចំនួនបរិមាណត្រីទន្លេសាបយើងនឹងកើនឡើងច្រើនហើយคล้ายទៅជាតំបន់ទេសចរមួយសម្រាប់ការស្ទួយកម្សាន្តការនេសាទបែបបុរាណផ្សេងៗដែលហៅថាអភិរក្សបាទអរគុណច្រើនកុំភ្លេច share វីដេអូនេះមួយផងបាទ